ចិត្តនិងភាពជឿជាក់ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបានជ័យលាភីសំណាងមិនដែលតក់ស្លុតឬក៏ខ្លាចចំពោះរឿងអ្វីនោះឡើយគាត់ស្រែកច្រៀងដោយភាពជឿជាក់ហេតុអ្វីសុំសុំក៏បានជឿជាក់ថាសំណាងនឹងមានឱកាសដល់វគ្គចុងក្រោយពីមួយវគ្គទៅមួយវគ្គសំណាងច្រៀងបានល្អឡើងសំឡេងរបស់គាត់អាចប្រែប្រួលបានច្រើនស្ថានភាពខ្ញុំយល់ឃើញថាអ្នកដែលមានសមត្ថភាពពិតប្រាកដគឺឈិនសំណាងដល់វគ្គនេះលំកាត់ភាពលំបាកច្រើនតែទោះជាយ៉ាងណាក៏ដោយគាត់តែងតែប្រុងប្រយ័ត្នជាប់ជានិច្ចគាត់តែងតែហាត់សមនិងពិភាក្សាជាមួយខូចរបស់គាត់រិះរកវិធីនានាដែលអាចឲ្យគាត់ច្រៀងបានកាន់តែប្រសើរយុគនេះស្ងប់ស្ងាត់គួរឲ្យចំឡាយខ្ញុំចង់ឲ្យវាយើងច្បាស់ជាងនឹងតិចទៀតយុគនេះស្ងប់ស្ងាត់គួរឲ្យចំឡាយបេះដូងមួយនេះឆេះខ្លោចអស់ហើយឲ្យវាងុំជាងនឹងតិចទៀតកុំឲ្យវារហ្វ្រាំងក៏យើងប្រើសលេងអញ្ចឹងដូចគ្នាទាំងអស់ពេកបេះដូងមួយនេះឆេះខ្លោចអស់ហើយស្ដាប់បេះដូងមួយនេះឆេះខ្លោចអស់ហើយពួកឲ្យវារហ្វ្រាំង3ដងយើងកុំឲ្យវាដែលហ្នឹងហើយទឹកភ្នែកបងស្រងមិនមែនគ្មានបញ្ហាសំណាងពិតជាបានខំប្រឹងអស់ពីសមត្ថភាពសម្រាប់មួយបទនេះធ្វើឲ្យខ្ញុំស្ដាប់ទៅខ្ញុំមានការចាប់អារម្មណ៍ចំពោះសម្លេងរបស់គាត់ខ្ញុំមានអារម្មណ៍ថាកន្លែងខ្លះដូចវារៀងយឺតកុំឲ្យ3ហ្នឹងវាដូចគ្នាទាំង3ពេលរហ្វ្រាំងជាយើងធ្វើណាបានណាចាំផងទឹកភ្នែកបងស្រងមិនមែនគ្មានបញ្ហាអ្វីដែលគាត់ប្រាប់គឺជាចំណុចល្អចំពោះចម្រៀងមួយបទនេះខ្ញុំបាទគឺមានជំនឿទុកចិត្តខ្លាំងតើគាត់ធ្វើបានល្អឬក៏យ៉ាងណានាពេលបន្តិចទៀតនេះអនលងទឹកភ្នែកស្នេហ៍ The Voice Cambodiaស្នេហ៍ដែលបងមានបងបានជូនអូនអស់ហើយទឹកភ្នែកបងស្រក់មិនមែនថាគ្មានបញ្ហាភ្នែកបងស្រក់មិនមែនគ្មានបញ្ហាហេតុអ្វីជីវាហាងដូចជាធ្វើមិនដឹងហេតុអ្វីនិស័យស្នេហ៍បានត្រឹមតែប៉ុណ្ណឹងហេតុអ្វីប្រលឹងអូនដាច់ចិត្តចាក់ចោលបងបេះដូងមួយនេះឆេះខ្លោចអស់ហើយមានថ្ងៃណាស្បាយពីទុកសោកសៅមកវិញ្ញាណស្នេហ៍ពិតខ្លាយជាផែផងជីវិតលិចលង់ក្នុងអន្លង់ទឹកភ្នែកស្នេហ៍អន្លង់ទឹកភ្នែកស្នេហ៍យុគនេះស្ងប់ស្ងាត់គួរឲ្យចំឡាទឹកភ្នែកហូរជ្រែកស្បៃរីត្រីទឹកភ្នែកបងស្រក់ទោះរឿងហេតុអ្វីក្រុមហរតីកណ្ដាលភពល្វឹងល្វើបងអង្គុយញ៉ាំស្រាលេទឹកភ្នែកនឹកអូនពេកស្ទើរបែកទ្រូងហើយតើដឹងទេមីមេបងនឹកត្រានត្រាអាត្រៀតជើងណាស់ហើយនឹកបងតែប្រលឹងទឹកភ្នែកបងស្រង់មិនមែនគ្មានបញ្ហាហេតុអ្វីជីវាហាក់ដូចជាធ្វើមិនដឹងហេតុអ្វីនិស័យស្នេហ៍បានត្រឹមតែប៉ុណ្ណឹងហេតុអ្វីប្រលឹងអូនដាច់ចិត្តចាក់ចោលបងបេះដូងមួយនេះឆេះខ្លោចអស់ហើយគ្មានថ្ងៃណាស្បាយពីទុកសោកសៅមកវិញ្ញាណស្នេហ៍ពិតខ្លាយជាផែផងជីវិតលិចលង់ក្នុងអន្លង់ទឹកភ្នែកស្នេហ៍អន្លង់ទឹកភ្នែកស្នេហ៍ទឹកភ្នែកបងស្រស់មិនមែនគ្មានបញ្ហាហេតុអ្វីជីវាហាក់ដូចជាធ្វើមិនដឹងហេតុអ្វីនិស័យស្នេហ៍បានត្រឹមតែប៉ុណ្្នឹងហេតុអ្វីប្រលឹងអូនដាច់ចិត្តចាក់ចោលបងបេះដូងមួយនេះឆេះខ្លោចអស់ហើយមានថ្ងៃណាស្បាយពីទុកសោកសៅមកវិញ្ញាណស្នេហ៍ពិតខ្លាយជាផែផងជីវិតលិចលង់ក្នុងអន្លង់ទឹកភ្នែកស្នេហ៍អន្លង់ទឹកភ្នែកស្នេហ៍អូចាបេក្ខជនឈិនសំណាងចាមានភាពជឿជាក់
និងមនោសញ្ចេតនាពេញខ្លួនជាមួយនឹងបទចម្រៀងមួយនេះអរគុណច្រើនឥឡូវនេះចង់ស្ដាប់ការយល់ឃើញពីខូចកញ្ញាចាបងចិនសំណាងបកស្រាយបទចម្រៀងបទបាយមិញចូលអារម្មណ៍ជាមួយនឹងបទចម្រៀងហើយក៏រៀបចំខ្លួនថ្ងៃនេះបានល្អនិងស្អាតប៉ុន្តែសម្រាប់បច្ចេកទេសសម្លេងរាល់កន្លែងកលុកកលៈហ្នឹងដូចជារៀងមានបញ្ហាបន្តិចបងរៀងឆាប់ប្រឡែងចោលប៉ុន្តែបទចម្រៀងបទបាយមិញនេះគឺចូលតួបានល្អនាងខ្ញុំស្ដាប់ពេញចិត្តនៅសម្លេងរបស់បងអញ្ចឹងក៏ជូនពរឲ្យបងជោគជ័យនៅក្នុងវគ្គនេះផងដែរចាសូមបន្តទៅខូចសូភីបងសំណាងថ្ងៃនេះគឺថាមានសម្លេងល្អមែនតែនក៏ប៉ុន្តែសម្រាប់នេះខ្ញុំផ្ទាល់គឺមានកន្លែងខ្លះរៀងញាប់បន្តិចក៏ប៉ុន្តែបងបញ្ចប់ទៅដោយល្អដដែលអញ្ចឹងនេះខ្ញុំក៏សូមជូនពរឲ្យបងទទួលការផ្ញើសារអំពីទស្សនិកជនផងដែរចាសូមជូនពរអរគុណច្រើនដែលឡែកការយល់ឃើញគ្រូបង្វឹករបស់បេក្ខជនឈិនសំណាងយល់ឃើញយ៉ាងណាដែរសូមជើញខូចច្បាយរិទ្ធអរគុណចំពោះសំណាងសំណាងពិតជាព្យាយាមធ្វើឲ្យបទចម្រៀងនេះមានភាពតាក់ទាញជាពិសេសគឺសំណាងខិតខំប្រឹងអស់ពីសមត្ថភាពប៉ុន្តែសម្រាប់ខ្ញុំមើលឃើញថាប្រហែលជាយប់ក៏មិនដឹងណាសំណាងដូចជាប្រើប្រាស់កម្លាំងនៅក្នុងការច្រៀងរៀងខ្សោយបន្តិចពីពេលដែលសមមុនក៏ប៉ុន្តែសម្រាប់ការច្រៀងជាទូទៅគឺមានខ្វះភ្លេចនៅចំណុចដែលខ្ញុំបានប្រាប់មកកន្លែងប៉ុន្តែជាទូទៅគឺឃើញថាខិតខំអស់ពីសមត្ថភាពគួរឲ្យកោតសរសើរនឹងធ្វើឲ្យខ្ញុំមិនអស់ក្តីសង្ឃឹមទៅលើគាត់សូមសរសើរជូនពរឲ្យមានការវោតច្រើនអរគុណច្រើនចាអរគុណដល់បេក្ខជនឈិនសំណាងជូនពរឲ្យជោគជ័យនៅក្នុងរាត្រីនេះណាចាអរគុណច្រើនទស្សនិកជនជាទីមេត្រីបេក្ខជនឈិនសំណាងមានលេខសម្គាល់ខ្លួនរបស់គាត់គឺលេខ10ប្រសិនបើលោកអ្នកពេញចិត្តសូមត្រៀមទូរស័ព្ទផ្ញើសារគាំទ្រគាត់ឲ្យបានច្រើននៅពេលដែលបេក្ខភាពរបស់យើងទី3បកស្រាយបទចម្រៀងចប់ទស្សនិកជនជាទីគោរពនិងជាទីមេត្រីឥឡូវនេះបេក្ខភាពរបស់យើងបានត្រៀមខ្លួនដើម្បីបង្ហាញសមត្ថភាពរបស់គាត់រួចរាល់ហើយដូច្នេះសូមជួបជាមួយគាត់ដូចតទៅ